សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃថ្មីបាទថ្ងៃទី27ខែ4 2026ហើយថ្ងៃនេះគឺយើងមានអីវ៉ាន់ឈុតថ្មីមួយឈុតទៀតហើយបងប្អូនសម្រាប់រៀបចំចេញទៅឲ្យភ្ញៀវបាទអីវ៉ាន់នេះគឺបោះភ្ញៀវគាត់កំងអញ្ចឹងបងប្អូនដែលធ្លាប់តាមដានខ្ញុំដឹងហើយបាទឲ្យតែឃើញរៀបចំជាឈុតហើយថតបង្ហាញអញ្ចឹងគឺដឹងតែមានម្ចាស់ហើយបងប្អូនដឹងតែមានគេកំងហើយបានរៀបចេញមកជាឈុតអញ្ចឹងបាទហើយអីវ៉ាន់នេះភ្ញៀវគាត់កំងរៀងយូរដែរបងប្អូនតាំងពីមុនចូលឆ្នាំមកដល់ឥឡូវវាគិតទៅអីវ៉ាន់នេះចូលក្បែរ20ថ្ងៃហើយបងប្អូនវា7 8 10ថ្ងៃហើយអីវ៉ាន់តបចូលមកដល់ដៃខ្ញុំម្សិលមួយថ្ងៃអញ្ចឹងខ្ញុំរៀបម្សិលមិញថ្ងៃនេះហើយរៀបចំចេញឲ្យគាត់បាទអញ្ចឹងអីវ៉ាន់នេះប្រភេទ cricket ណាបងប្អូននេះ cricket អញ្ចឹង cricket នេះខ្ញុំចេញកាលមុនចូលឆ្នាំចេញឲ្យភ្ញៀវ2ឈុតដែរបងប្អូនបាទភ្ញៀវគាត់កំង2ឈុតដែរអញ្ចឹងបងប្អូនតាមដានវីដេអូខ្ញុំឃើញហើយខ្ញុំផុសចេញទៅថ្ងៃជាមួយគ្នាពីម្ចាស់ផ្សេងគ្នាប៉ុន្តែយើងចេញទៅថ្ងៃជាមួយគ្នាបាទឥឡូវនេះគឺភ្ញៀវគាត់កំងមួយឈុតទៀតបាទភ្ញៀវផ្សេងគាត់កំងមួយឈុតទៀតអញ្ចឹងគាត់កំងតាំងពីមុនចូលឆ្នាំមកអញ្ចឹងឥឡូវនេះគឺយើងបានរៀបចំចេញឲ្យគាត់មួយឈុតទៀតហើយបាទអញ្ចឹងការប្រើប្រាស់បាទ cricket នេះពូស៊េរីថ្មីនេះបងប្អូនវាអត់មានអីខុសពី factor ទេបងប្អូនចំពោះការប្រើប្រាស់វាចំពោះកម្លាំងចំពោះភាពធន់ហាប់ណែនសំណុំអីគឺដូចតែ factor ដែរបងប្អូនអត់ខុសគ្នាទេតែអ្វីដែលខុសគឺខុសនេះ slide នេះបន្តិចហើយសំណុំនេះខុសកន្លែងនេះបន្តិចហើយនឹងខុសកន្លែងគល់កណ្ដុងនេះតើបោះ factor 12ហើយcricket នេះ14អញ្ចឹងវាខុស2លីទេហើយបើនិយាយពីភាពធន់មកវាគឺដូចគ្នាបងប្អូនបាទអានេះនឹង factor មិនគឺអញ្ចឹងហើយអីវ៉ាន់ទឹកនេះវាខុសអានេះដែរបងប្អូនណាវាខុសដោយសារភ្ញៀវគាត់ចង់លេងឈើបាទគាត់ចង់លេងជាលក្ខណៈឈើអានេះឈើបងប្អូនបោះវាមកគឺប្រភេទញោមប្រភេទលុយមួយញោមហើយវាស្រាលប៉ុន្តែអានេះប្រភេទឈើវាកើនទងន់ប៉ុន្តែរាងវាស្អាតដែរបងប្អូនហើយអាចបត់បានគ្នាអានេះគាត់ចុចមកនេះគឺបត់បានហើយបានដូចគ្នាអញ្ចឹងបាទហើយអីវ៉ាន់នេះមកឈុតពេញបងប្អូនបាទមានស្នប់មានស្នប់មានជើងទ្រោមានក្របមានបងមានសឡងទប់សលេងមានសមែលមានអីទៅគឺភ្ញៀវគាត់យកទៅគឺលេងបានបណ្ដោយអត់បាក់ញ៉ៃទេបាទយកទៅដាក់ទឹកខ្យល់គឺលេងខ្យល់ក៏ខ្ញុំដាក់ឲ្យទៅខ្លះដែរបងប្អូនខ្ញុំតេស្តហើយសខ្យល់ប៉ុណ្ណឹងខ្ញុំដាក់ឲ្យទៅខ្ញុំអត់បធូរចេញវិញទេអញ្ចឹងចំពោះបងប្អូនដែលមានតម្រូវការបាទយកទៅលេងគ្រាន់ចាំចំការឬក៏យកទៅទុកលេងអាលោកលេងកុកនៅតាមវាស្រែនៅពេលដែលយើងសម្រាកពីការងារនៅពេលដែលយើងចង់រោមហូបរោសាច់ខ្លែមអីបងប្អូនអាចបាទកំងបានបាទដូចអីវ៉ាន់នឹងអញ្ចឹងភ្ញៀវគាត់ឃើញគាត់ពេញចិត្តគាត់ថាចង់កំងម៉ូដនេះឬក៏ factor ឬក៏ម៉ូដផ្សេងគាត់ពេញចិត្តយើងនិយាយតម្លៃត្រូវគ្នាហើយគឺភ្ញៀវគាត់កក់លុយពឹបមកគឺខ្ញុំចាប់ដើមកំងដាក់ឲ្យគាត់ហើយអញ្ចឹងរយៈពេលដែលអីវ៉ាន់ចូលមកដល់គឺខ្ញុំរៀបចំហើយគឺខ្ញុំថតបង្ហាញម្ចាស់គាត់មើលអញ្ចឹងហើយបានខ្ញុំផ្ញើជូនទៅកាន់ម្ចាស់គាត់អញ្ចឹងវាមានទៅតាមដំណាក់កាលអញ្ចឹងបើសិនជាបងប្អូនចង់បានភ្លាមខ្ញុំក៏អត់មានដែរបងប្អូនបាទភ្លាមដោយសារអីវ៉ាន់ខ្ញុំអត់មាននៅក្នុងស្តុកទេបងប្អូនអីវ៉ាន់មានស្តុកខ្ញុំប្រាប់ថាមានស្តុកអីវ៉ាន់កំងខ្ញុំប្រាប់ថាអីវ៉ាន់កំងបាទអញ្ចឹងអត់ដែរខ្ញុំអត់ដែរយកមកទុកទេបងប្អូនភាគច្រើនគឺតតែភ្ញៀវគាត់កក់លុយបានខ្ញុំកំងយកមករៀបជូនគាត់អញ្ចឹងណាហើយនេះបងប្អូនបើនិយាយពីអីវ៉ាន់នៅស្តុកនេះមានអានេះមួយបងប្អូនបាទនេះអានេះមួយទៀតបាទអានេះគឺប្រភេទស៊េរីថ្មីដែរ MT ហើយអានេះវាសេរីញូបាននៅខាងក្រៅបងប្អូនមើលសាច់មើលទឹកថ្នាំវាគឺស្អាតមែនទែនបាទអានេះខ្ញុំអត់ទាន់រៀបទេបងប្អូនខ្ញុំរៀបតែប្រព័ន្ធខ្យល់ឲ្យវាហើយប៉ុន្តែអត់ទាន់បំពាក់កណ្ដុងបំពាក់អីចូលទេគាត់ថាអានេះខ្ញុំដាក់មកតេស្តសាកល្បងវាដោយសារវាសេរីចេញថ្មីហើយមើលទៅវាស្អាតហើយបើនិយាយពីភាពធន់ហាប់ណែនវាគឺអេមមែនទែនបងប្អូនលេខ1ខ្ញុំថាលើព្រោះអានោះទៀតបងប្អូនព្រោះអានេះវាតម្លៃវារៀងថ្លៃជាងចាអានេះវាមាននៅក្នុងស្តុកអញ្ចឹងបើសិនជាបងប្អូនចង់បានបាទវ៉ាន់យកទៅលេងភ្លាមអាចមើលអានេះបានប៉ុន្តែភ្លាមក៏យើងនៅត្រូវការពេលដើម្បីតម្លើងដើម្បីធ្វើតេស្តដែរបងប្អូនមិនមែនថាទិញភ្លាមថ្ងៃនេះឲ្យបានថ្ងៃនេះទេបងប្អូនព្រោះដឹងហើយពួកនេះយើងត្រូវការរៀបមួយថ្ងៃពីរថ្ងៃទោះបីវ៉ាន់វាមាននៅក្នុងដៃមែនប៉ុន្តែយើងត្រូវការរៀបមួយថ្ងៃទៅពីរថ្ងៃទៀតបានយើងអាចផ្ញើចេញឲ្យបានគឺត្រូវការធ្វើតេស្តយើងត្រូវការមើលវាក្លុកក្លាក់វាដើម្បី
ឲ្យភ្ញៀវគាត់យកទៅលេងគាត់ពេញចិត្តហ្មងវាអត់លកេលកាបាក់ផ្ញើទៅផ្ញើមកអញ្ចឹងណាហ្នឹងហើយអានេះវាមាននៅក្នុងស្តុកស្រាប់ណាប៉ុន្តែខ្ញុំអត់ទាន់បានរៀបទេបងប្អូនខ្ញុំរវល់អញ្ចឹងណាហើយយើងនិយាយអីវ៉ាន់របស់ភ្ញៀវវិញអញ្ចឹងបន្ទាប់ពីខ្ញុំបង្ហាញបងប្អូនហើយខ្ញុំនឹងរៀបចំដាក់កេះដាក់ឡាំងដើម្បីផ្ញើជូនទៅកាន់ម្ចាស់គាត់ហើយអញ្ចឹងបងប្អូនដែលតែងតែអត់ទុកចិត្តបាទគាត់ឆាតមកជួនកាលគាត់ពេញចិត្តអីវ៉ាន់ត្រូវថ្លៃអីគ្នាស្រាប់តែគាត់ថាអត់ទុកចិត្តចង់តែមើលអីវ៉ាន់ផ្ទាល់អីខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាខ្ញុំលក់នៅលើអនឡាញអញ្ចឹងខ្ញុំបង្ហាញអីវ៉ាន់មាននៅក្នុងស្តុកខ្ញុំប្រាប់ថាមាននៅក្នុងស្តុកអីវ៉ាន់កំងខ្ញុំប្រាប់ថាកំងអញ្ចឹងគាត់ដឹងថាអីវ៉ាន់អត់មានក្នុងស្តុកដែរខ្ញុំប្រាប់ថាកំងដែរប៉ុន្តែគាត់នៅតែអត់ជឿគាត់នៅតែអត់ទុកចិត្តអាហ្នឹងខ្ញុំក៏អត់ដឹងធ្វើម៉េចដែរបងប្អូនមើលទៅនេះអីវ៉ាន់របស់ភ្ញៀវគេសាក់ភ្ញៀវគេកំងហើយអញ្ចឹងបើសិនជាអត់មានភ្ញៀវកំងខ្ញុំក៏អត់បានដាក់មកថតជាសិតឲ្យបងប្អូនអញ្ចឹងដែរហើយវ៉ាន់ដូចភ្ញៀវជួសជុលអីក៏ខ្ញុំថតបង្ហាញវ៉ាន់ជួសជុលខ្ញុំប្រាប់ជួសជុលវ៉ាន់កំងប្រាប់កំងវ៉ាន់មានស្តុកប្រាប់មានស្តុកអញ្ចឹងហ្នឹងហើយអញ្ចឹងបើបងប្អូនចង់បានបាទឆាតមកបាទនេះ Telegram របស់ខ្ញុំនេះលេខ Telegram បាទឆាតមកអរគុណហេង